នៅក្នុងភូមិមួយមានក្មេងប្រុសឈ្មោះវីរីពូកែលេងបាល់ទាត់ណាស់តែគាត់មិនសូវចូលចិត្តជួយឪពុកម្ដាយធ្វើការម្ដាយសុំឲ្យទៅជួយកាត់ស្មៅឬជួយសម្អាតផ្ទះគាត់មិនចូលចិត្តទេថ្ងៃមួយនៅពេលគាត់លេងបាល់ខាងក្រោយផ្ទះគាត់បានឃើញផ្លែស្វាយនៅលើដើមវីរីចង់ទទួលបានផ្លែស្វាយនោះសម្រាប់ហូបប៉ុន្តែដើមស្វាយនោះខ្ពស់ណាស់គាត់ឆ្លៀតគិតថាប្រសិនបើខ្ញុំជួយឪពុកខ្ញុំកាត់ស្មៅឬជួយម្ដាយជួសផ្ទះនោះពួកគាត់ច្បាស់ជាផ្ដល់ជំនួយឲ្យខ្ញុំទទួលផ្លែស្វាយនេះគាត់ចាប់ផ្ដើមទៅជួយឪពុកម្ដាយដោយស្មោះឪពុកម្ដាយគាត់ចាប់អារម្មណ៍និងសប្បាយចិត្តពេលល្ងាចវីរីសួរឪពុកថាតើឪពុកអាចជួយឡើងទៅបេះផ្លែស្វាយនេះបានទេឪពុកគាត់បានឲ្យវីរីឡើងទៅលើស្មៅហើយចាំទទួលផ្លែស្វាយវីរីសប្បាយចិត្តណាស់ព្រោះបានហូបដូចបំណង